បងប្អូនធ្លាប់ញ៉ាំគោមត្នោតអត់នេះខ្ញុំធ្លាប់តែញ៉ាំគោមដូងហើយនេះមកកាត់ត្នោតវានៅគៀកផ្ទះពេលបងប្អូនបើនៅឆ្ងាយចាទុកដល់ពេលវាគៀកនឹងជារៀងទេយើងពេលអញ្ចឹងទៅយើងកាប់វាចេញទៅហើយយើងយកគោមវាមកទុកស្លណាចាហើយត្នោតនាងខ្ញុំអត់ធ្លាប់ហូបទេតាំងពីក្មេងមកទឹកនេះលើកទី1ហើយរសជាតិរបស់គោមត្នោតវាខុសពីគោមដូងដោយសាររសជាតិរបស់គោមត្នោតវារៀងកន្លែងចាស់ខ្លាំងរៀងចាស់ទៅវារៀងល្វីងចត់ខាដូចពាំងហាងចឹងឯងហើយបើសារកន្លែងបដូរខ្ចីខ្លាំងអត់អីទេតែបើថាអាណារៀងចាស់គឺវារៀងហាងខាដូចគោមដូងឯងគោមដូងគឺផ្អែមឆ្ងាញ់សំបីតែយើងមិនទាន់យកទៅធ្វើម្ហូបឬក៏យកទៅស្រង់អីក៏ឆ្ងាញ់គោមដូងគឺបងប្អូនមកយើងគាត់យកទៅធ្វើម្ហូបដូចគ្នាដូចជាស្លខ្ទិះស្លប្រហើរក៏ដូចជាស្លកកូអីណាឯងនេះខ្ញុំមកយកមកស្រង់លក់អីហ្នឹងណាហើយឥឡូវដល់ពេលកាប់ទៅអាក្រោមវារៀងចាស់ទៅចឹងទៅយើងកាច់ទៅបានខ្ចីប៉ុណ្ណឹងវាលក្ខណៈថាល្មមហើយបងប្អូនមកក្រោមហ្នឹងយើងកាត់យកទៅមិនប៉ុន្តែយើងយកទៅឈូសវាអាការដែលវារឹងទៅសៃដូចដើមត្នោតចឹងគោមដូងនិងគោមត្នោតហ្នឹងគឺមិនងាយបានហូបទេណាបងប្អូនសម្រាប់ដូងតតដូងហ្នឹងអាលើងដូចជាចាដួងស៊ីឬក៏មេស៊ីឬក៏គេប៉ះផ្លូវប៉ះអីគេកាត់ហ្នឹងបានយើងបានហូបប៉ុន្តែបើសិនជាធម្មតាដាំឲ្យកាត់ហូបគឺអត់ងាយទេចានិយាយទៅយើងនិយាយវាប្រភេទបន្លែដែលកម្រណាចាហើយសម្រាប់គុំត្នោតកាន់តែងាយទៀតព្រោះត្នោតមិនសូវមានតែបងប្អូនតាមវាស្រែនៅកំពង់ឆ្នាំងកំពង់ស្ពឺកំពង់ធំអីហ្នឹងមានខ្លះចឹងណាបើថាតាមចកាតាមតំបន់ភ្នំអីមិនសូវមានត្នោតចឹងពេលកាត់ហើយយើងយកវាមកកាត់កង់ទៅដើម្បីយកទៅឈូសហើយនៅអាណាខ្ចីខ្លាំងយើងទុកទាំងវែងដើម្បីស្រស់លក់គេទៅនេះជនបទចឹងឯងបងប្អូនអើយពេលខ្លះមាននេះមាននោះចេះចប់បើសម្រាប់នេះខ្ញុំវិញរដូវផ្លែឈើដូចជាស្វាយមានស្វាយចាមានទៀបមានទៀបគឺយកមានច្រើនឯងតែយើងដាំហូបខ្លួនឯងពេលខ្លះទៅគឺហូបអត់អស់ទៀតហើយទៀបខ្លះគឺយូរហើយ4 20ឆ្នាំហើយតែវានៅតែផ្លែល្អដល់ពេលចឹងទៅយើងដល់រដូវវាគឺយើងហូបភាគច្រើននាងខ្ញុំបើរបស់ហាដូចជាហើយស្វាយទៀបខ្នោអញ្ចឹងគឺយើងហូបតាមរដូវកាលរបស់ខ្លួនឯងមានអញ្ចឹងណានិយាយទៅ99%គឺកម្រទិញពេលខ្លះយើងរលុយអត់បានប៉ុន្តែដោយសារយើងមានរបស់ហូបអញ្ចឹងទៅក៏វាទូទាត់លាត់សាយគ្នាតាមនឹងទៅក៏វាអត់សូវអីដែរប៉ុន្តែបើថាយើងរលុយអត់បានហើយយើងអត់មានបន្លែប្លុកតាណាមឬក៏ផ្លែឈើខ្លួនឯងចិត្តទេហូបទេគឺយ៉ាប់ហើយចឹងឥឡូវនេះខ្ញុំយកមកឈូសចឹងណាបងប្អូនយើងឈូសវាបែបហ្នឹងមកស្ដាងស្រែបងប្អូនចង់ឈូសទៅតឹងដូចតាពាំងក៏បានយើងចង់ឈូសស្របចេះក៏បានឈូសវាឲ្យលិតមកកុំឲ្យស្ដាងខ្លាំងពេកមកល្មមក្រាស់កបិតនេះវាអត់ស្ដាងខ្លាំងទេបងប្អូនអាមុខពីរនេះបើកបិតសម្រាប់ចិត្តសបកហ្នឹងបើសិនយើងឈូសវារៀងស្ដាងខ្លាំងពេលឈូសរួចហើយយើងយកទៅលាងទឹកត្រាំទឹក2 3ទឹកឲ្យវាចេញអាជាតិចត់ជាតិហាងជាតិខាននឹងខ្លះមកហើយពណ៌វាក៏ឃើញសស្អាតដែរបើសិនជាយើងអត់ត្រាំទឹកទេអាច័រវានឹងឡើងក្រហមបាទយើងនឹងមើលទៅអត់ស្អាតទេហើយស្តៀងតាពាំងបងប្អូនមើលទៅហើយឥឡូវនេះខ្ញុំយកវាមកក្លាសេច្រកថងដើម្បីក្លាសេយើងបកកទៅបងប្អូនវាឲ្យទុកបានយូរអញ្ចឹងណាហើយពេលយើងចង់ស្លយកមកស្លមកបានហើយចឹងវីដេអូនេះខ្ញុំថ្ងៃនេះមានប៉ុណ្ណឹងហើយបងប្អូនមានចម្ងល់អីអាច comment ខាងក្រោមវីដេអូអរគុណបងប្អូនដែលតែងតែគ្រប់គ្រងក៏ដូចជាទស្សនាវីដេអូនេះខ្ញុំទោះបីនេះខ្ញុំឲ្យខានថតយូរហើយប៉ុន្តែបងប្អូននៅតែទស្សនាអរគុណច្រើនសម្រាប់ការចូលចិត្តបើចង់ដឹងអីពីខ្ញុំចូលទៅ page នេះខ្ញុំទៀតអរគុណច្រើនជម្រាបលាបាយ